ខ្ញុំកណាសូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលឹកឡើងវិញនៅស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាពរំលោភបំពានរបស់ភាគីថៃកិច្ចប្រជុំទទួលស្គាល់ពីសារៈសំខាន់នៃការពិភាក្សាស្តីពីដំណោះស្រាយចំនួនដោយសន្តិវិធីក្នុងបរិយាកាសនៃជំនឿទុកចិត្តគ្នាភាពស្មោះត្រង់សុចរិតយុត្តិធម៌និងការគោរពគ្នាទៅវិញទៅមកស្របតាមគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍សម្ដៅបើកផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកិច្ចប្រជុំរំលឹកឡើងវិញនៅសេចក្តីប្រកាសរួមរបស់ប្រធានអាស៊ានសម្រាប់កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃដែលបានរៀបចំឡើងកាលពីថ្ងៃ22ខែធ្នូឆ្នាំ2025នៅទីក្រុងកូឡាឡាំពូកិច្ចប្រជុំបានបញ្ជាក់សារជាថ្មីអំពីការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការជៀសវាងការគំរាមកំហែងឬក៏ការប្រើប្រាស់កម្លាំងការដោះស្រាយជម្លោះដោយសន្តិវិធីនិងការគោរពព្រំដែនអន្តរជាតិនិងច្បាប់អន្តរជាតិដើម្បីលើកកម្ពស់សន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យភាពអធិបតេយ្យសមភាពបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិរបស់ប្រទេសរៀងៗខ្លួនបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តពេញលេញនិងមានប្រសិទ្ធភាពនៃបទឈប់បាញ់ចុះថ្ងៃទី28ខែកក្កដាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ដែលសម្រេចបានក្រោយបទឈប់បាញ់នេះព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀតដែលសម្រេចបាននិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃកិច្ចប្រជុំបានបញ្ជាក់ឡើងវិញនៅការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាតាមរយៈការផ្អែកទៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលធ្វើឡើងកន្លងមកដូចជាយន្តការទ្វេភាគីដែលមានស្រាប់សម្ដៅបញ្ឈប់អរិភាពគ្រប់ទម្រង់និងដើម្បីបង្កើតនូវសន្តិភាពមួយដ៏ពិតប្រាកដនិងប្រកបដោយចីរភាពជាមួយនឹងការបដិញ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្តនិងការស្ដារប្រក្រតីភាពឡើងវិញនិងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនដូច្នេះសកម្មភាពដាក់ទូកុងតឺន័របន្លាលួសដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឲ្យចូលទៅកាន់ទីលំនៅឋាននិងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនបានព្រមទាំងសកម្មភាពមួយចំនួនទៀតដែលធ្វើឲ្យមានការកែប្រែបរិយាកាសសន្តិសុខនៅក្នុងឬក៏ជុំវិញតំបន់ជនស៊ីវិលការពង្រឹងការគ្រប់គ្រងយោធាការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែងដែលទាហានថៃដណ្ដើមកាន់កាប់ដោយកម្លាំងយោធាផ្ទុយពីច្បាប់អន្តរជាតិគឺបានដើរផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងនិងជាការរំលោភបំពានលើស្មារតីនៃកិច្ចប្រជុំយ៉ាងច្បាស់ក្រឡែតក៏ដូចជារំលោភមកលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនជាថ្មីថាកម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញនៅស្មារតីនៃសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ថ្ងៃ27ខែធ្នូឆ្នាំ2025ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតនិងគោរពគ្រប់ចំណុចទាំងអស់ដែលមានចែងដោយមិនអាចមើលរំលងចំណុចណាមួយបានឡើយកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិនសៀមគោរពគោលការណ៍ច្បាប់អន្តរជាតិគោរពគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយ